ជប៉ុនចេះស្អីកម្ពុជាចេះស្អីអាមេរិកមិនមែនចេះតែផលិតតែគេដើរមុនខាងកែច្នៃប្លែកយូរមកហើយស្វាគមន៍មកកាន់រដ្ឋ Nevada សហរដ្ឋអាមេរិកជិតទីក្រុង Las Vegas ដែលជាទីក្រុងល្បីល្បាញដោយសារការកម្សាន្តនិងភាពប្រណីតប៉ុន្តែថ្ងៃនេះទីក្រុងនេះកំពុងស្វាគមន៍ព្រឹត្តិការណ៍មួយដែលខុសប្លែកពីអ្វីដែលអ្នកធ្លាប់បានឃើញនៅទីនេះមិនមានពន្លឺភ្លើងភ្លឺចែងចាំងពីកាស៊ីណូឬការសម្ដែងដ៏អស្ចារ្យលើឆាកនោះទេផ្ទុយទៅវិញអ្វីដែលគ្របដណ្ដប់គឺសំឡេងម៉ាស៊ីនក្លិនប្រេងម៉ាស៊ីននិងសិល្បៈនៃការកែច្នៃរថយន្តនេះគឺជា Mighty Max 2025 ដែលជាពិព័រណ៍រថយន្តកែច្នៃ Rat Rod ដ៏ធំបំផុតមួយរបស់ពិភពលោកអ្នកស្រឡាញ់រថយន្តវិស្វករមេកានិកនិងសិល្បករមកពីគ្រប់ទីបានមកជួបជុំគ្នានៅទីនេះដើម្បីបង្ហាញស្នាដៃរបស់ពួកគេប្រើដៃនឹងការច្នៃប្រឌិតបំលែងដៃចាស់និងគ្រឿងបន្លាស់ដែលគេបោះបង់ចោលឲ្យក្លាយជារថយន្តដ៏អស្ចារ្យដែលពោរពេញទៅដោយសោភ័ណភាពបែបឧស្សាហកម្មនិងភាពព្រៃផ្សៃសំឡេងម៉ាស៊ីនលាន់នៅពេញទីលានលីឡំជាមួយសំឡេងដែកប៉ះទង្គិចគ្នាខណៈក្លិនប្រេងម៉ាស៊ីនពេញបរិយាកាសទឹកមុខរបស់អ្នកទស្សនាពោរពេញដោយភាពភ្ញាក់ផ្អើលនិងការចាប់អារម្មណ៍នៅទីនេះ Rat Rod មិនមែនគ្រាន់តែជារថយន្តប៉ុណ្ណោះទេប៉ុន្តែវាជាបដិវត្តន៍នៃសិល្បៈរថយន្តវាមានរូបរាងរឹងមាំមិនខ្វល់ពីស្តង់ដារបែបប្រណីតនិងប្រឆាំងនឹងគំនិតរចនារថយន្តដែលតែងតែស្វែងរកភាពល្អឥតខ្ចោះម៉ាស៊ីនបំពង់ផ្សែងនិងគ្រឿងបន្លាស់របស់វាមើលទៅដូចជាសប្រេដ៏កាចសាហាវទោះបីវាមិនស្អាតភ្លឺរលោងដូចរថយន្តទំនើបក៏ដោយប៉ុន្តែវាមានភាសាសិល្បៈផ្ទាល់ខ្លួនម្ចាស់រថយន្តទាំងនេះរក្សាទុកស្នាមចាស់ទាំងអស់រាល់ស្នាមច្រេះរាល់ស្នាមឆ្កូតសុទ្ធតែប្រាប់ពីរឿងរ៉ាវនិងប្រវត្តិរបស់វានៅពេលម៉ាស៊ីនបន្លឺសំឡេងនិងបន្ថែមល្បឿនរថយន្តដែលហាក់ដូចជាកើតចេញពីគំនរដៃចាស់បានបង្ហាញពីស្នូលនៃវប្បធម៌ Rat Rod វាមិនត្រូវបានពលាឲ្យភ្លឺឬតុបតែងឲ្យស្អាតនោះទេគោលបំណងរបស់វាគឺបង្ហាញពីកម្លាំងដ៏សុទ្ធសាធកងធំលើសមាមាត្រផ្ទួតយន្តសុំដែកដែលលាតត្រដាងនិងរូបរាងដ៏កាចសាហាវធ្វើឲ្យវាមើលទៅដូចជាសត្វដែកដុំหิមាគ្រឿងបន្លាស់ជាច្រើនត្រូវបានយកមកពីយន្តហោះចាស់អំពូលភ្លើងខ្លះយកពីត្រាក់ទ័រហើយរាល់ផ្នែកដែលផ្សំចូលគ្នាសុទ្ធតែធ្វើឲ្យរថយន្តកាន់តែមានភាពព្រៃផ្សៃនិងមានអត្តសញ្ញាណស្នាមផ្សារដែកនៅតែអាចមើលឃើញយ៉ាងច្បាស់ដូចជាស្នាមរបួសដែលបង្ហាញពីការតស៊ូគែមដែកដែលកាត់ដោយដៃនៅតែរឹងមាំខណៈទាំងគ្រប់គ្រងខ្លះនៅតែរក្សាទុកគ្រឿងបន្លាស់ពីយន្តហោះបុរាណនៅទីនេះមនុស្សគ្រប់រូបគឺជាអ្នករុករកដែលព្យាយាមស្វែងរកជីវិតថ្មីសម្រាប់វត្ថុដែលគេបោះបង់ចោលដើម្បីយល់ពី Rat Rod យ៉ាងពិតប្រាកដយើងត្រូវត្រឡប់ទៅអតីតកាលវាបានកើតឡើងនៅតាមដងផ្លូវនៃសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ1940និង1950នៅពេលនោះសេដ្ឋកិច្ចមិនសូវល្អហើយយុវជនជាច្រើនគ្មានលទ្ធភាពទិញរថយន្តថ្មីដែលមានតម្លៃថ្លៃដូច្នេះពួកគេបានប្រមូលគ្រឿងបន្លាស់ចាស់នៅក្នុងយានដ្ឋានហើយប្រើសម្ភារៈដែលមានតម្លៃថោកបំផុតដើម្បីបង្កើតរថយន្តផ្ទាល់ខ្លួនអ្វីត្បិតតែរូបរាងខាងក្រៅពោរពេញដោយស្នាមច្រេះនិងស្នាមចាស់ក៏ដោយប៉ុន្តែវានៅតែអាចបើកបរបានយ៉ាងលឿនយូរទៅ Rat Rod បានក្លាយជានិមិត្តរូបនៃវប្បធម៌ដែលតំណាងឲ្យសេរីភាពភាពក្លាហាននិងការប្រឆាំងនឹងបទដ្ឋានចាស់សប្តាហ៍ថ្ងៃនេះនៅទីក្រុង Las Vegas ស្មារតីនោះត្រូវបានពង្រីកឲ្យក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យរាល់រថយន្តនៅទីនេះមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណរបស់ម្ចាស់វាផងដែរ Mighty Max 2025មិនមែនគ្រាន់តែជាការតាំងបង្ហាញរថយន្តកែច្នៃនោះទេប៉ុន្តែវាជាការប្រកាសទៅកាន់ពិភពលោកថាសូម្បីតែដែកដែលគេបោះបង់ចោលក៏អាចរស់ឡើងវិញបានតាមរយៈការច្នៃប្រឌិតនៅក្នុងការលាយបញ្ចូលគ្នារវាងដែកភ្លើងនិងម៉ាស៊ីននេះការស្រមើស្រមៃរបស់មនុស្សនៅតែបន្តឆ្ពោះទៅមុខដោយគ្មានទីបញ្ចប់ដោយដែលស្មារតី Rat Rod បានបង្ហាញឲ្យឃើញថាសេរីភាពមិនមែនជាអ្វីដែលអ្នកដទៃផ្ដល់ឲ្យទេប៉ុន្តែជាអ្វីដែលយើងបង្កើតឡើងដោយដៃរបស់ខ្លួនឯង